បាទសូមជម្រាបសួរបងប្អូនដែលស្រឡាញ់វិស័យកីឡាបដាល់គុណខ្មែរបាទនៅក្នុងវីដេអូនេះខ្ញុំបាទសូមជូនដំណឹងជូនទៅដល់បងប្អូនយើងតិចព្រោះថាបាទថ្ងៃនេះបាទមានកម្មវិធីពិសេសមួយសម្រាប់កម្មវិធីថ្លឹងទម្ងន់កម្មវិធីបដាល់ពីស្ថានីយ៍ទូថនមានរហូតដល់2សង្វៀនបាទសង្វៀនទី1គឺបាទសង្វៀន Camera Mafai ដែលត្រូវប្រកួតនៅថ្ងៃទី14ម៉ោង3រសៀលហើយសង្វៀនទី2កម្មវិធីGensbert រាជសីគុណខ្មែរដែលត្រូវប្រកួតម៉ោង8យប់បាទអញ្ចឹងបងប្អូនយើងដឹងហើយសម្រាប់ការប្រកួតទាំងពីរសង្វៀននេះមានកីឡាករជាច្រើនរូបដែលត្រូវប្រកួតផងដែរសម្រាប់សង្វៀន Mafai បងប្អូនដែលត្រូវប្រកួតថ្ងៃទី14ម៉ោង3រសៀលមានការប្រកួត Foreman Marathon លក្ខណៈ Kickboxing ក្នុងប្រភេទទម្ងន់54គីឡូក្រាមនៅក្នុងនោះមានកីឡាករបាទធនរាត្រីផានិតរ៉ាភូរិទ្ធីវីរៈនិងកីឡាករមួយរូបទៀតគឺជាតិសវណ្ណអញ្ចឹងសម្រាប់កីឡាករទាំង4រូបនេះគឺត្រូវប្រកួតលក្ខណៈ Kickboxing បាទសម្រាប់ការប្រកួតកម្មវិធី Camera Mafai មិនតែប៉ុណ្ណោះយើងនៅមានកីឡាករប្រកួតអន្តរជាតិ4គូទៀតមានបាទកីឡាករអេណារ៉តត្រូវប៉ះជាមួយនឹងកីឡាករមកពីប្រទេសឡាវរីឯកីឡាករផានផាណាត់ត្រូវប៉ះជាមួយនឹងកីឡាករមកពីប្រទេសមីយ៉ាន់ម៉ានេះមួយទៀតបាទមួយនេះបាទសាហាវមែនតើដើរបុកមានត្រាប្រណីទេបាទសម្រាប់សែនច័ន្ទរិទ្ធិស័កត្រូវប៉ះជាមួយនឹងជើងខ្លាំងមកពីប្រទេសអ៊ីរ៉ង់អូគូនេះដឹងឲ្យជក់ចិត្តបងប្អូនអើយបាទសម្រាប់ការប្រកួតហើយមួយទៀតនេះដំរីយោដៃពេជ្រប៊ុនសិតកូនសិស្សរបស់លោកគ្រូឆ្នាំពេជ្រសុផានមកដៃពីរដៃបើកលុយប៊ុនសិតមកលើកណាក៏ឈ្នះដែរសម្រាប់កម្មវិធី Mafai មកដល់ចូលវាយហើយសម្រាប់ការប្រកួតរបស់ពេជ្រប៊ុនសិតវ៉ាវពេជ្រប៊ុនសិតប៉ះកីឡាករម៉ារ៉ុកបាទម៉ារ៉ុកគឺជាជើងខ្លាំងមួយរូបដែលស៊ូតាន់ស្វិតអញ្ចឹងសម្រាប់ម៉ោង2នេះគឺថ្លឹងទម្ងន់បងប្អូនបាទកុំភ្លេចតាមដានទស្សនាការថ្លឹងទម្ងន់ម៉ោង2ហើយមួយសង្វៀនទៀតកាន់តែកក្រើកកម្មវិធីGensbert រាជសីគុណខ្មែរត្រូវប្រកួតថ្ងៃទី14ដូចគ្នាតែម៉ោង8យប់បាទទីតាំងនៅបាទខាងស្ពានអាកាសផ្លូវជាតិលេខ4បងប្អូនណាបាទស្ថិតនៅភូមិកន្ទោកជើងសង្កាត់កន្ទោកខណ្ឌកំបូររាជធានីភ្នំពេញអញ្ចឹងអាចទៅមើលផ្ទាល់បាននៅភ្នំពេញយើងនេះទេសម្រាប់ការប្រកួតកម្មវិធី Gensbert មានរហូតដល់មើលរាប់សិន1 2 3 4 5 6គូ6គូបាទញាក់សាច់ហើយ6គូនេះអន្តរជាតិទាំងអស់មានផានិតគុណខ្មែរអូផានិតគុណខ្មែរប៉ះជាមួយនឹងកីឡាករចិនបងប្អូនអើយបាទបុកតាំងពីគូទី1ហើយសាយ៉ាន់វិសាលឯណាបាទប៉ះជាមួយនឹងបាទកីឡាករអូបេគីស្ថានអញ្ចឹងសម្រាប់ផានិតគុណខ្មែរប្រកួតលក្ខណៈ Kickboxing ហើយសាយ៉ាន់វិសាលក៏ប្រកួតលក្ខណៈ Kickboxing ដែរសម្រាប់ការប្រកួតកម្មវិធីបាទ Gensbert រាជសីគុណខ្មែរបន្ទាប់មកគូមិត្តភាពអន្តរជាតិដែរប៉ុន្តែលក្ខណៈគុណខ្មែរវិញគឺសូតសុខីមបាទសុខីមគេត្រូវប៉ះជាមួយនឹងកីឡាករមកពីប្រទេសចិនអ្នកល្អដៃដូចគ្នាសុខីមបាទទើបតែបានបាទពៀនថ្មីផងបាទសុខីមនេះបាទនេះកំណាច់កោះកុងយេនីណាគេប៉ះជាមួយនឹងកីឡាករបាទមកពីសហរដ្ឋអាមេរិកអូឌីណាជួបរបស់ពិតអីម្ដងនេះកីឡាករដៃគូយេនីណាបងប្អូនមកចាស់ខ្សែក្រវ៉ាត់ច្រើនស្ថាប័នណាចឹងឌីណាម្ដងនេះធ្វើការងាររៀងធ្ងន់តិចហើយបាទរដងបងប្អូនយើងថ្លែងតែឃើញថាយេនីណារៀងទប់ប៉ុន្តែម្ដងនេះឌីណាជួបរបស់ពិតហើយបាទដឹងទប់ជាប់មិនជាប់ទេនេះណែបាទគូសងសឹកអំបោះឆៅរីគីសេងថងត្រូវប៉ះជាមួយនឹងដៃគូចាស់របស់គាត់គេសុំសងសឹកសេងថងវិញកីឡាកររ៉ូស៊ីអលយ៉ាសេនកូវីឡាដេស្លាវចាំមើលតាសងសឹកបានអត់បងប្អូនយើងឃើញហើយមួយរយៈនេះសម្រាប់កីឡាកររ៉ូស៊ីគាត់ប្រឹងបុកហាត់មែនតែនល្ងាចមិញគ្រាន់តែមកដល់
bà lĩnh nghị mình còn ta mà đo xoay viên phim chỉ sẽ lĩnh nghị mình còn mà đo bà phải liên dân ho cho phim rồi cả lại chim bốc hạt và to tiệt xem mèo cái lá câu đấy quạt mà bạch nha song sắc chỉ mới sinh thong trong chân ha ấy sinh thong ta ọt bạch hà tê quạt cả hạt bánh đai chân cu ní ẩm bó chào trụ chất cu song sắc bằng ôn cất tha cái lá câu rụp na chân ha sinh thong ai đã xa chơi chùm nè ban tiệt ọt hay nè đây mà song sắc vay rớt cái vay đỏ rớt cái vay bọc cho mới sân bà đó mư ní nè kỳ tập lọc một vinh hải nè lý đừng ta chương mục xét trong rán quân khmai bà chỉ mùi nâng chương khlang mô bì bì tê à sơ đi ồ nhẹ sạch ơi bầm bật cú đi ông bó nơi bà bình chật cú na mùi khẩm mân khẳng krao video nè mùi hay nè na cha nhà na khla chứ nè sẽ mẹp ca bạc cuột đăng ta sả bài tu sả na sẽ mẹp bà cam vị thi mà phái cam vị thi kèn sbert đi xây côn khmai tháo tranh muối muối lên ngăn phê chẳng mong bà bọc ôn dương trong còn là sở rộp bà sẽ mẹp ca bạc cuột chun tọt bong ôn dương đã sả lạnh bị say cái la bà côn khmai chừng điệp bình chẹt tha ngày ní mong pi rồi xía cứ thăng pi xây viên thì muối cứ cam vị thi kèm đi mà phái tí pi kèn sbert đi xây côn khmai chẳng còn plek cho rùm tam nan tu sana cả thăng từng nguồn mong pi rồi xí ní cứ cả là co tiếng ớt rất chụp một khnia tiếng cả là co côn khmai nâng cả là co on tra chiết bà côn chụp liệp liệp ạ